នេះខ្ញុំអនុញ្ញាតគ្រប់ជម្រាបសួរទៅកាន់ប្រិយមិត្តអស់គ្នាជាទីស្រឡាញ់វិលត្រឡប់មកវិញជាមួយនឹងនីតិកំសាន្តរបស់មានសាច់ជាថ្មីម្ដងទៀតហើយថ្ងៃនេះពុំនាំជាមួយនឹងសាច់រឿងមនុស្សវិកលចរិតប្រិយមិត្តទាំងអស់គ្នាបានចាដាច់រវាងមនុស្សវិកលចរិតនិងមនុស្សបាយថ្នាំខុសគ្នាប្រិយមិត្តអស់គ្នាអ្នកខ្លះគេនិយាយថាមនុស្សវិកលចរិតនេះនៅពីក្រោយខ្នងរបស់គាត់ហ្នឹង background គាត់ងឹតណាស់យើងមើលដឹងទេជួនកាលគាត់អាចមើលដឹងនៅរឿងអ្វីដែលយើងមើលមិនឃើញទៀតផងប្រិយមិត្តបើសិនមានអារម្មណ៍ខ្លាចកុំភ្លេចដឹកដៃមេភ័ក្រឲ្យគាត់ចូលស្ដាប់រឿងហ្នឹងមកស្ដាប់ជុំគ្នាបានទស្សនភាពនៅតាមដងផ្លូវដែលសែនគ្រោះថ្នាក់ដែលខ្ញុំជិះកាត់នេះគឺផ្លូវចលងដងភ្នំណាហើយខ្ញុំទៅនេះគឺសំដៅទៅផ្ទះមិត្តស្រីរបស់ខ្ញុំទីសាថ្ងៃនេះមិត្តស្រីរបស់ខ្ញុំហ្នឹងគាត់ដឹកដៃខ្ញុំដើម្បីទៅជួបចាស់ទុំខ្ញុំមានអារម្មណ៍អភ័យគេមិនដឹងទេតែបើសម្រាប់ខ្ញុំវិញជួបគាត់លើកដំបូងខ្ញុំខ្លាចគេពេញចិត្តចឹងណាតិចឬក៏ច្រើនគឺខ្ញុំមានអារម្មណ៍ភ័យឯងក៏ពងតែភ័យផងនៅសាច់រឿងហ្នឹងណាតែទៅពេលហ្នឹងមានរឿងកាត់ឡើងហ្មងឡានហ្នឹងក៏បានចាប់ហ្វ្រាំងអត់ប្រាប់សោះហ្មងខ្ញុំឡើងតែកិច្ចក្បាលទៅនឹងកៅអីខាងមុខហើយអ្នកខាងមុខហ្នឹងអ្នកខ្លះហ្នឹងក៏ដួលត្រឡប់ត្រឡិនទៅពេលហ្នឹងក៏ស្ដីឲ្យអ្នកដឹកដែរស្ដីឲ្យនៅទៅកងឡានហ្នឹងគាត់ក៏បានសុំទោសដែរហើយគាត់និយាយថានៅពីមុខហ្នឹងគឺមានមនុស្សមកបាំងមុខឡានណាបានមានរឿងចឹងហើយក៏មានគេផ្សេងទៀតហ្នឹងក៏ចោះទៅមើលជាមួយគ្នាទៅក៏ឃើញមែនពិតជាមានមនុស្សមែនមើលទៅអាយុប្រហែលជាខ្ទង់20ស្ដើងហើយប៉ុន្តែដូចជាមនុស្សអត់គ្រប់ទឹកមិនបាច់ទេហើយទៅកងឡានក៏បានចោះទៅស្ដីបន្ទោសហើយក៏ប្រើបើហឹង្សាទិញទួចណាតាមកំហឹងដែលគាត់ខឹងដោយសារតែភ្ញៀវស្ដីឲ្យគាត់ផងណាមនុស្សវិកលចរិតហ្នឹងក៏បានបន្តនិយាយថាអញ្ចេះកុំទៅមុខមានមនុស្សស្លាប់និយាយបែបមនុស្សដែលអត់គ្រប់ទឹកណាមកទោសដើម្បីចឹងទៅតកងឡានហ្នឹងមនុស្សដែលកំហឹងទល់កំហល់ណាក៏បានវាយហើយក្តិចមូលមនុស្សអត់គ្រប់ទឹកហ្នឹងណាដល់ចឹងហើយពួកខ្ញុំក៏ឃើញទៅផ្នែកពេកហ្នឹងក៏ខាត់ទៅក៏ចូលទៅខាត់ហើយប្រាប់ថាឲ្យទាញចូលទៅគៀនកុំឲ្យនៅកណ្ដាលផ្លូវខ្លាចប៉ះឡានគេទៅបានហើយពួកយើងក៏នាំគ្នាបន្តដំណើរឡើងទៅលើឡានទៀតទៅដើម្បីសម្រួលគាត់កុំឲ្យខឹងណាដល់ពេលឡានកំពុងតែបន្តដំណើរទៅមុខនឹងទៀតណាមិត្តស្រីរបស់ខ្ញុំហ្នឹងគាត់ក៏បាននិយាយថាអញ្ចេះមិញហ្នឹងមនុស្សវិកលចរិតហ្នឹងគាត់ស្គាល់គឺនៅភូមិគាត់នឹងឯងតែមិនដឹងមិនទេថ្ងៃនេះគឺលេងមកដល់ផ្លូវមកស្ទះឡានរបស់យើងអញ្ចឹងត្មងដោយសារតែគាត់ហ្នឹងកាលមុនណាមនុស្សជានីទេកាលពីនៅទូចហ្នឹងស្រាប់តែគាត់មានជំងឺមួយស្រាប់តែពេលដែលគាត់មានជំងឺហ្នឹងគាត់ក៏បាត់បង់ស្មារតីដោយសារតែក្តៅខ្លួនលើសកម្រិតដាក់ថ្នាំអីក៏ត្រូវដែរចាប់តាំងពីពេលនោះមកចាប់ផ្ដើមមានរឿងចម្លែកគាត់ថាចេះតែឃើញខ្មោចចេះតែឃើញអីអញ្ចឹងនិយាយរហូតដល់មកស្រីរបស់ខ្ញុំគាត់គេងលក់ខ្ញុំមានអារម្មណ៍ថាអត់មានប្រុសហ្នឹងមែនដល់ហើយកំពុងតែគិតហ្នឹងស្រាប់តែកលេសតាមពួកពុទ្ធោមានអ្នកប្រុសហ្នឹងគឺរត់តាមឡានហ្នឹងមកហ្មងហូចដល់ពេលអញ្ចឹងទៅខ្ញុំឡើងគៀងស្មារតីហ្មងព្រោះមិញឃើញគាត់ទៅគៀនហើយខ្ញុំក៏បានសម្ដៅទៅរកតកងឡានប្រាប់ថាឲ្យជួយឈប់បន្តិចទៅប្រយ័ត្នប្រយែងខ្លាចគៀម្នាក់ហ្នឹងអញ្ចឹងណាស្រាប់តែខ្ញុំនិយាយមិនទាន់ផុតពីមាត់ផងហ្នឹងឡានហ្នឹងក៏ចាប់ហ្វ្រាំងម្ដងទៀតហើយចាប់ហ្វ្រាំងម្ដងនេះណាគឺភ្ញាក់អ្នកដែលនៅក្នុងអ្នកដំណើរនៅក្នុងហ្នឹងទាំងអស់ហ្មងហើយចឹងគាត់បានស្រីប្រាប់ថាប្រហែលជាប៉ះពីមនុស្សហើយគាត់ទៅលើចុងខ្ញុំប្រហោងពោះថ្លុងខ្ញុំថាអូដឹងតែប៉ះម្នាក់ប្រុសហ្នឹងហើយ100%ខ្ញុំមានអារម្មណ៍ល្អហ្មងដល់ពេលពួកយើងនាំគ្នាចុះទៅមើលទៅប៉ះជឿឃើញមែនគៀបមនុស្សប្រុសហ្នឹងនៅខាងក្នុងឡានហ្នឹងម្នាក់ដែលរត់តាមមិញមនុស្សវិកលចរិតហ្នឹងកិនហ្មងបាត់បង់ជីវិតនៅជាប់នឹងកង់ឡាននឹងឯងម្នាក់គឺឃើញទស្សនភាពនឹងហើយគឺហៀងស្លុតម្នាក់ហ្មងខលទៅប្រាប់ប៉ូលីសចឹងទៅស្រាប់តែពេលហ្នឹងមិនទាន់នឹងថាអារឿងហ្នឹងវាកើតឡើងវាហ៊ូវាភ័យរន្ធត់ហើយហ្នឹងវាមករន្ធត់អារឿងដែលភ្នំហ្នឹងវាធ្លាក់ថ្មមកទឹកដុំហ្មងចម្ងាយប្រហែលជាខ្ទង់10ម៉ែត្រពីឡានណាពេលហ្នឹងខ្ញុំគាត់ក្នុងចិត្តហ្មងថាចុះបើសិនជាឡានយើងអត់ឈប់ទៅបន្តមុខទៀត10ម៉ែត្រហ្នឹងគឺក្របឡានយើងចិត្តបដ ாய் គ្មានអ្នកណាគេអាចរស់ជីវិតបានទេពេលហ្នឹងខ្ញុំស្រាប់តែមានអារម្មណ៍គាត់ថាអញ្ចេះតិចប៉ះលោបរោះម្នាក់ហ្នឹងមកជួយសង្គ្រោះជីវិតយើងទាំងអស់គ្នានៅក្នុងឡានហ្នឹងទៅសាងសម័យមើលទៅបើសិនជាយើងបើកឡានទៅណាហើយថ្មហ្នឹងដុំថ្មហ្នឹងមិនមែនទូចណាធ្លាក់មកក្របឡានយើងចិត្តមកមនុស្សយើង40នាក់ជាងហ្នឹងគឺដឹងតែឡើងទៅលើមេឃអស់ហើយអត់មានអ្នកគេនៅរស់ទេនេះខ្ញុំអនុញ្ញាតគ្រប់ជម្រាបសួរទៅកាន់ប្រិយមិត្តអស់គ្នាជាទីគោរពស្រឡាញ់វិលត្រឡប់មកវិញជាមួយនឹងនីតិកំសាន្តរបស់មានសាច់ជាថ្មីម្ដងទៀតហើយវិលត្រឡប់ជាមួយនឹងសាក់រឿងថ្ងៃនេះតកតងជាមួយនឹងការកាប់អស់ប្រិយមិត្តអើយលេងសាច់អីអតីតកាល admin ហ្នឹងកាប់ពីនៅតូចទៅចូលប្រៃកាប់អស់ប្រិយមិត្តទាំងអស់គ្នាបើសិនមានអារម្មណ៍ខ្លាចអីដឹកដៃមិត្តភ័ក្តិគាត់ចូលស្ដាប់រឿងហ្នឹងមកស្ដាប់ជុំគ្នាបានសាច់រឿងនេះកាលឡើងនៅកំឡុងពេលល្ងាចមួយនៅក្នុងឆ្នាំហ្នឹងខ្ញុំចាំបានណាខ្ញុំមកពីកាប់អស់វិញនៅតាមចលងដងភ្នំណានៅនេះគឺមានតែមនុស្សចាស់ហើយនិងកូនក្មេងទៅនៅភូមិមកការជំនាន់ហ្នឹងគឺគេទៅទីក្រុងដើម្បីរកការងារអស់ហើយតែខ្ញុំដើរមកដល់កន្លែងមាត់ភ្នំនេះតែលឺសលេងដូចគេកាហាម
ហើយខ្ញុំក៏កលេចមើលផ្លែទៅនៅក្នុងរូងភ្នំហ្នឹងវាល្ងិតខ្លាំងហើយយើងមើលអត់ច្បាស់ទេហើយណាមួយហ្នឹងខ្ញុំក៏ភ្នែកមិនសូវជាបានប្រហែលដែរភ្នែកឡើងបាយណារៀងមើលទៅស្អាប់ហើយនៅក្នុងរូងភ្នំវាល្ងិតផងចេះតែមានអារម្មណ៍ថាដូចជាមានសមោមនុស្សចេញមកមិនមែនមនុស្សបតង់ផ្ទាំងមកទេគឺសមោណាម្ដងឃើញពាក់កណ្ដាលម្ដងទៀតឃើញពេញមកតួខ្លួនហ្មងហើយពាក់តំណប់ជើងហ្នឹងគឺដឹងតែកូនក្មេងហើយដល់ពេលខ្ញុំសន្លឹងមើលទៅខ្ញុំដឹងថាកូនក្មេងម្នាក់ហ្នឹងគឺនៅក្នុងភូមិហ្នឹងបាត់ប្រហែលថ្ងៃហើយខ្ញុំឃើញអញ្ចឹងខ្ញុំស្មានតែកូនក្មេងហ្នឹងនៅក្នុងហ្នឹងខ្ញុំក៏តម្លាក់អស់ទៅមនីរត់ទៅតាមកូនក្មេងហ្នឹងទៅហើយកូនក្មេងហ្នឹងបកដៃឲ្យខ្ញុំចូលទៅក្នុងរោងភ្នំហ្នឹងណាខ្ញុំក៏អត់ខ្វល់អីច្រើនដែរដោយសារតែគិតថាកូនក្មេងហ្នឹងប្រហែលជាវែងនៅក្នុងហ្នឹងមិនដឹងហើយអត់មានបានគិតអីវិញញ៉ាច់អីថាអូជាអ្វីឲ្យពិតប្រាកដជាវិញ្ញាណជាអីណាមកទៅខ្ញុំក៏បានរត់ទៅតាមទៅដល់ពេលរត់ទៅតាមទៅលបឿនខ្ញុំរត់ឯដូចលឿនដែរប៉ុន្តែរត់យ៉ាងណាក៏រត់អត់ទាន់កូនក្មេងម្នាក់ហ្នឹងដែររត់ទៅលឿនបាត់ហឹងនៅក្នុងសមោរុនភ្នំហ្នឹងហ្មងដូចកាន់តែយូរទៅកាន់ជ្រៅទៅខ្ញុំរៀងខ្លាចដែរណាអូយដល់ពេលហ្នឹងខ្ញុំមានអារម្មណ៍ល្អណាខ្ញុំក៏បកត្រឡប់ខយវិញដោយសារតែចិត្តយកបាយអត់អាចចូលទៅក្នុងនឹងបានឯគ្រោះថ្នាក់មិនដឹងថាមានសត្វអីនៅក្នុងនឹងមកទៅចុះបើមានសត្វខ្លាអីទៅមិនវីវខ្ញុំក៏ត្រឡប់ទៅវិញប្រាប់មេភូមិលោកមេភូមិគ្រាន់តែដឹងរឿងនឹងភ្លាមព្រោះដឹងថាកូនក្មេងនឹងបាត់ឡើងពី3ថ្ងៃហើយអញ្ចឹងក៏លើកគ្នាមកនៅកន្លែងដែលខ្ញុំបានប្រាប់នឹងឯងដឹងតម្រុយនឹងហើយគ្រាន់តែចូលដល់ភ្លាមមកក្នុងនឹងឡើងលត់លុបស្រាប់តែពេលនឹងមិនដឹងសត្វបជាវមកពីណាលេងគេមកទាំងក្រុមហ្មងមកផ្អោយទ្រុលហើយពួកខ្ញុំនឹងភ័យឡើងស្រីឆ្លន់ស្លោជាធម្មតាទេដើរលេងសាប់មុំបុកយើងហ្មងដល់ពេលទស្សនវិជ្ជារៀងស្ងាត់តិចទៅនឹងបានយើងបន្តដំណើរទៅមុខទៀតស្រាប់តែពេលនឹងលឺសូរសំឡេងកូនក្មេងស្រែកឡើងខ្លាំងហ្មងអញ្ចឹងពួកយើងស្មានថាកូននឹងគឺជាប់នៅខាងក្នុងរូនភ្នំហ្នឹងណាហើយពួកយើងក៏ស្ទុះសំដៅទៅតាមសំឡេងហ្នឹងពេលទៅដល់ម្នាក់ឡើងធ្លាក់ថ្លើមក្តុកហ្មងកូនក្មេងនឹងបានបាត់បង់ជីវិតបាត់ហើយនៅក្នុងទស្សនវិជ្ជាប្រកួតខ្លាំងបំផុតទៅរបៀបថាមនុស្សយើងឃើញស្អីមួយហើយរន្ធត់ខ្លាំងណាស់ផ្នែកឡងលៀនហើយមាត់ចំហធ្លុងទៅដៃឡើងខ្ញៀមខ្ញាំមិនដឹងថាមានរឿងអីទេអញ្ចឹងយើងក៏លើកកូននឹងចេញមកខាងក្រៅសិនដល់តឲ្យម៉ែឪគេដឹងទេដល់ពេលមកខាងក្រៅនេះបានម៉ែឪគេមកដល់ហ្នឹងគូយំសរសេរសត្រាក់ចុះធម្មតាទេនៅក្នុងផ្ទះរបស់គេនឹងមានកូនតែប្រុសតែមួយនឹងទៀតដល់អញ្ចឹងហើយគេហៅប៉ូលីសហៅអីមកធ្វើកសោវិច័យនៅពេលដែលគេឃើញសារចៃគេថាកូននឹងស្លាប់ដោយសារតែកៀងបេះដូងហើយផ្នែករបស់គេលៀនហ្នឹងគឺដោយសារកៀងបេះដូងនេះគេពិនិត្យឃើញច្បាស់ហើយអត់មានសារសាហាវអីខំទេក៏មិនដឹងមូលហេតុថាមកពីអីដែរគេក៏សោវិច័យចេញមកច្បាស់ហើយថាកូនក្មេងហ្នឹងដាច់ចោលស្លាប់តាំងពី2ថ្ងៃមុនអញ្ចឹងល្ងាចមិញអីដែលខ្ញុំឃើញនឹងវិញ្ញាណទេចាប់តាំងពីពេលហ្នឹងមកលងនឹងពេញភូមិពីណាដើរកាត់មិនបានទេគេក៏បិទលអាងនឹងចោលទៅក្មេងៗចំនួនក្រោយមិនស្រួលដឹងទេថានៅក្នុងលអាងហ្នឹងធ្លាប់មានរឿងអ្វីកើតឡើងពីព្រោះឥឡូវបិទចិត្តបាត់ហើយហ្នឹងវីដេអូនេះទស្សនវិជ្ជាកាលពីឆ្នាំ2004ប្រិមត្តទាំងអស់គ្នាបើនៅភូមិរបស់ខ្ញុំគេហៅថាខ្យល់គួចណាលោកល្បីថាកន្លែងហ្នឹងពេលដែលគេជួយឆាយវត្តមួយកន្លែងហ្នឹងដើម្បីសង់អាគារហ្នឹងអេសកាបូតូហ្នឹងក៏ត្រូវឆេះតិចទីអស់ហើយអ្នកដែលធ្វើការនៅហ្នឹងបុគ្គលិកបាត់បង់ជីវិតអស់ច្រើនណារហូតដល់គេនិមន្តព្រះសង្ឃមកប្រោះព្រំហ្នឹងទៀតគ្រឿងហ្នឹងគឺល្បីពេញបណ្ដាញសង្គមម្ដងហើយប្រិមត្តទាំងអស់គ្នាបើសិនជាមានអារម្មណ៍ខ្លាចក៏ភ្លេចដកដៃមិត្តភក្តិគាត់ជួយចិនតាព្រឺហ្នឹងមកស្ដាប់ជុំគ្នាបានណាទស្សនវិជ្ជាកាលពីឆ្នាំ2004នេះគឺជាការងាររបស់ខ្ញុំគឺជាការងារសំណង់ដែលនៅក្នុងការដ្ឋាននឹងខ្ញុំមានមិត្តភក្តិជាច្រើនប៉ុន្តែស្និទ្ធស្នាលនិងចូលចិត្តនិយាយជាងគេគឺសង្ហាមិនមែនបងប្អូនខ្ញុំទេហើយក៏មិនមែនអ្នកដែលនៅភូមិជាមួយគ្នាដែរគឺមិត្តរួមការងារដែលស្គាល់គ្នាតែប៉ុណ្្នឹងឯងគ្រាន់ថាយើងមិនគាត់ចាប់ឲ្យនៅជាមួយគ្នារហូតអញ្ចឹងចេះតែចិត្តដិតជាងក្រុមការងារផ្សេងទៀតហើយនៅថ្ងៃនេះក៏យើងចូលមកកន្លែងការងារថ្មីដែលគេមានគម្រោងសាងសង់ធំណាហើយពេលហ្នឹងក៏យើងសម្រាប់កាត់រំលងមកដល់ព្រឹកឡើងកំពុងតែចងដៃសុកនោះខ្ញុំក៏កលេទៅឃើញមកជាហៀងដៃហ្នឹងក៏ឃើញវត្តអារាមចាស់មួយដែលគេទុកចោលប្រហែលជាត្រូវកំទេចចោលហើយមើលទៅពួកខ្ញុំក៏និយាយគ្នាចឹងទៅដល់ពេលយប់ឡើងហ្នឹងក៏ពួកយើងគិតថាពេលដែលហូបអាហារជុំគ្នារួចរាល់ហើយពួកយើងក៏នឹងទៅបន់ស្រន់នៅក្នុងវិហារហ្នឹងដើម្បីសុំសេចក្តីសុខពួកយើងធ្វើការនៅក្នុងការដ្ឋានហ្នឹងឲ្យរលូនទៅមុខបែបហ្នឹងហើយខ្ញុំក៏ជឿទៅលើរឿងហ្នឹងប៉ុន្តែសង្ហាវិញនិយាយលេងសើចខ្លាំងមែនតើប្រហែលជាអាយុគេក្មេងឬក៏មិនទេមិនក្មេងប្រហែលទេអាយុគ្នាឡើង20ជាងហ្នឹងមនុស្សដុំធំដុំក្តីហើយក៏ប៉ុន្តែមនុស្សរៀងប្រមាថមិនសូវជឿណាពួកយើងក៏នាំគ្នាទៅសង្ហាក៏ទៅជាមួយខ្ញុំដែរអត់ជឿក៏ប៉ុន្តែមកជាមួយគ្នាក៏ចូលទៅបន់ស្រន់បើនិយាយពីអារាមនោះវិញសឹងតែបាក់បែកសឹងតែលំបាត់តែមកទៅឃើញតែទេវតាស្រីពើកូននៅខាងមុខហ្នឹងខ្ញុំក៏បន់ស្រន់ទៅសូមឲ្យការងាររបស់យើងរលូនអ្នកដែលធ្វើការនៅទាំងអស់គ្នានឹងសុខសុវត្ថិភាពល្អទាំងអស់មានណាសង្ហានៅក្បែរហ្នឹងខ្ញុំលឺសូរណានិយាយងុំមុនថាអញ្ចេះទៅបន់ទេវតាសំបីតែផ្ទះខ្លួនឯងថែសាមគង់ផង
បាននេះថាពួកខ្ញុំនៅថ្ងៃស្អែកហ្នឹងគឺគេឲ្យមកហូររឿងវត្តនឹងចេញហើយពួកគេត្រូវយកកន្លែងហ្នឹងដើម្បីសាងសង់អគារនេះគឺប្រមាថធ្ងន់ណាស់ហើយខ្ញុំក៏មិនបាននិយាយអីដែរខ្ញុំគ្រាន់តែកលេចមើលមុខគាត់ទៅរហូតដល់ផឹកឡើងហ្នឹងមានរឿងមិនល្អបោះធ្នោកើតឡើងសម្រាប់ខ្ញុំណាខ្ញុំគិតថាគឺបោះធ្នោអត់ល្អអាវរបស់សង្ហាសាប់តែដាច់លេវដែលអត់បានដឹងមូលហេតុទេខ្ញុំក៏អត់បានខកដំណើរដែរពីព្រោះថាតកែឲ្យគេទៅហ្នឹងគឺក្រុមគេហ្នឹងគឺទៅសម្រាប់ទៅវេកំតិចវត្តដែលយើងទៅមើលយប់មិញនឹងឯងពេលដែលទៅដល់ហ្នឹងគេដកទ្វារចេញមុនដំបូងគេតែទៅដកទ្វារហ្នឹងណាធ្លាក់មកទំផ្ទាំងមកហ្មងហើយមានអារម្មណ៍ថាវាដូចណាគេច្រានមកទាំងកំហឹងអញ្ចឹងដូចណាគេធាក់ទ្វារមកអញ្ចឹងណាដល់ពេលមកទទួលនោះស្អាតតែផ្ទៃមេឃប្រហែលទៅជាពណ៌ខ្មៅភ្លាមហើយខ្យល់មិនដឹងមកពីណាទេដូចនៅស្រុកខ្ញុំគេហៅថាខ្យល់គួចណាស្អាតតែគួចមកអ្នកដែលធ្វើការនៅក្រុមហ្នឹងគឺត្រូវលបួសដួលតណាប់តណែងរហូតមកដល់ពេលនោះនៅក្នុងហ្នឹងក៏មានអ្នកខ្លះហ្នឹងឃើញខ្យល់គួចមកដុំធំហ្មងរត់តែរត់មិនទាន់ទេមានណាខ្ញុំហើយនឹងអ្នកក្រុមផ្សេងៗទៀតហ្នឹងជើងលឿនវែងរត់បាត់ទៅហើយអាខ្យល់ហ្នឹងហាក់ដូចជាមានភ្នែកអញ្ចឹងរត់តែសំដៅទៅរកសង្ហាទេមានណាក្រុមរបស់សង្ហាប្រមាណអ្នកហ្នឹងទៅខ្យល់គួចបកទៅណាប់ទៅណែនហោះឡើងលើសឹងតែកម្ពស់2ម៉ែត្រសាកសម័យមើលទៅគ្មានអ្នកសល់ទេជីវិតហើយឆ្អឹងអីនោះកុំថាឡើយជីវិតសំបីតែឆ្អឹងនឹងមិនដឹងនៅសល់អីផងបើតាមខ្ញុំគិតណាខ្ញុំមើលពីចម្ងាយខ្ញុំភ័យមែនតើពេលនឹងញ័រជើងអស់ហើយចង់ជួយក៏ជួយមិនបាននេះព្រោះហ្នឹងគឺជាបាតុភូតខ្យល់ណាចូលទៅជួយមានស្លាប់ទាំងអស់គ្នាមានតែចាំដល់ពេលស្ងប់ស្ងាត់បានទៅចូលទៅជួយគាត់រឿងនេះខ្ញុំរត់ធ្វើបំផុតហ្នឹងអាខ្យល់គួចហ្នឹងស្រាប់តែគួចទៅដល់មុខវិហារហ្នឹងតែឈប់ភ្លាមហ្មងអានេះគឺបានន័យថាស័ក្តិសិទ្ធិរបស់គេហើយខ្ញុំទៅដើររកសាកសពរបស់សង្ហាឃើញថាខ្ទេចវល់មានមើលឃើញទេខ្ញុំចាំបានចំណាំអាវដាច់លេវរបស់គេនឹងឯងជាលើកទី1សម្រាប់ខ្ញុំខ្ញុំមានអារម្មណ៍គាំងមែនតើដោយសារតែឃើញសោកនាដកម្មមនុស្សជាច្រើនបាត់បង់ជីវិតនៅចំពោះមុខខ្ញុំចឹងថាកុំប្រមាថឲ្យសោះនេះខ្ញុំអនុញ្ញាតគ្រប់ជំរាបសួរទៅកាន់ប្រិយមិត្តទាំងអស់គ្នាជាទីគោរពស្រឡាញ់វិលត្រឡប់មកវិញជាមួយនឹងសាច់រឿងថ្មីប្លែកនៃទីកំសាន្តរបស់អេដមីថ្ងៃនេះผมនាំជាមួយនឹងសាច់រឿងថ្មីប្លែកដំណើរនិទានតាក់ទងជាមួយនឹងបរិសម្នាក់ដែលគាត់ទៅស្ទូចត្រីម្នាក់ឯងនៅពេលយប់នៅក្នុងបឹងនោះប្រិយមិត្តទាំងអស់គ្នាចង់ដឹងថាតើសាច់រឿងនឹងរន្ធត់នឹងគឺជាបទពិសោធន៍យ៉ាងណានោះប្រិយមិត្តកុំភ្លេចដាក់ដៃមិត្តភក្តិដែលគាត់ចូលចិត្តស្ទូចត្រីបបកត្រីពេលយប់ម្នាក់ឯងនេះមកស្ដាប់ជុំគ្នាបានគ្រាន់តែជាបទពិសោធន៍កុំឲ្យខាតពេល view ប្រិយមិត្តទាំងអស់គ្នាសូមតាមដានស្ដាប់ជាមួយនឹងសាច់រឿងជាមួយនឹង admin ដូចទៅនៅរសៀលមួយហ្នឹងខ្ញុំចាំបាននៅពេលហ្នឹងខ្ញុំទៅបបកត្រីនៅកន្លែងភូមិរបស់ខ្ញុំមានតាពាំងមួយដែលខ្ញុំតែងតែទៅបបករហូតប៉ុន្តែថ្ងៃហ្នឹងខ្ញុំចម្លែកបបកតាំងពីក្បាលល្ងាចរហូតដល់ពាក់កណ្ដាលត្រៀតណាបបកឡើងខ្ញុំងុយសម្រានទៅក៏សម្រានផ្អែកជាមួយនឹងគល់ឈើនឹងក្បែរមាត់ទឹកវាត្រជាក់ស្រាប់តែខ្ញុំមកត្រូវភ្ញាក់ដោយសារតែសទូចរបស់ខ្ញុំហ្នឹងគឺត្រូវត្រីវាស៊ីដល់ពេលអញ្ចឹងខ្ញុំក៏សវេសវ៉ាលើកទៅខ្ញុំគាត់ថាអូបានត្រីធំហើយពីព្រោះលើកមកអត់មានឃើញសពវាធ្ងន់យឹបហ្មងដល់អញ្ចឹងទៅខ្ញុំក៏ឆ្ងល់នៅក្នុងចិត្តណាមានចងល់ហើយខ្ញុំក៏ទាញបដាទៀតអាមនុស្សកំពុងតែភ័យផងអផងហើយឆ្ងល់ណាស្រាប់តែពេលហ្នឹងមុខរបស់ខ្ញុំហ្នឹងកាន់តែអោនចិត្តទៅជាមួយទឹកហ្នឹងហ្មងស្រាប់តែមានណាផលចេញមកពីទឹកមានត្រីណាមុខមនុស្សឲ្យសតតែហ្មងហើយមនុស្សស្រីភ្នែកឡើងលៀនហើយសបល់របស់នេះឡើងសស្លែកហ្មងលក្ខណៈសក់ឡើងអន្តែខ្ញុំភ័យមែនតើល្អលដួលអុកគូទៅក្រោយណាហើយពេលហ្នឹងខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចទេព្រោះអីនាងហាក់ដូចជាចង់ចេញមកពីទឹកហើយនិយាយចាំទៅនាងហាក់ដូចជាចង់និយាយជាមួយនឹងខ្ញុំមានបាននិយាយជាមួយទេរត់សិនហើយរត់ដួលតថាប់តធីងកាប់មកទៅជួបជាមួយនឹងបងសំណែសុកការពារភូមិបងបជាការពារភូមិហ្នឹងខ្ញុំក៏បានប្រាប់គាត់ទៅថាបាញ់មិញខ្មោចលងនិយាយទាំងតដាត់ហើយប្រាប់គាត់ទៅច្អល់ទៅអាឡ័យនៃខ្ញុំទៅបកត្រីមិញហ្នឹងហើយគាត់ថាមានខ្មោចមកពីណាគាត់ថាខ្ញុំហ្នឹងភ្ញាក់ពីសម្រានហ្នឹងប្រហែលប្រមើអីចឹងហើយទៅក៏គាត់បានដាក់ដៃខ្ញុំទៅហើយខ្ញុំច្អល់ប្រាប់ថានៅកន្លែងហ្នឹងបាញ់មិញហ្នឹងមានចាំយូរណាស់គាត់តែផ្ដល់កន្លែងហ្នឹងភ្លាមខ្ញុំនឹកឃើញទស្សនភាពមិញហ្មងខ្ញុំថាទៅមុនសិនហើយមានអ្នកបងវិជាការភូមិហ្នឹងគាត់រៀងខឹងខ្ញុំដែរណាគាត់ថាកុំឲ្យចាប់បានណាគាត់ស្រែកដាក់ខ្ញុំចឹងទៀតណាព្រោះកន្លែងបឹងហ្នឹងគឺគេអភិរក្សគេអនុញ្ញាតឲ្យមកនេសាទអីខុសច្បាប់ទេឥឡូវចូលមកដល់លោកពូដែលវិជាការពារភូមិមើលការខុសត្រូវកន្លែងហ្នឹងម្ដងគាត់ថានៅយប់នឹងផងដែរស្រាប់តែយល់សពអត់ល្អទេយល់សពឃើញនារីម្នាក់ហ្នឹងដែលចេញពីបឹងហ្នឹងមកប្រហែលជាគាត់និយាយឲ្យខ្ញុំខ្លាចឬក៏មិនអត់ដឹងទេស្រាប់តែពេលហ្នឹងក៏យល់សពឃើញម្នាក់ស្រីហ្នឹងក៏មកគោះទ្វារចូលមកនឹងបន្ទប់ហ្មងហើយគាត់នៅដើមមកដល់ភ្លាមបើកទ្វារឯងហ្មងហើយបន្ទប់មកក៏អត់ធ្វើអីដែរគ្រាន់តែ
ងើយមុខមកមើលខ្ញុំតែប៉ុណ្្នឹងឯងហើយបន្ទាប់មកខ្ញុំក៏អត់មានបានបើកភ្នែកអីរួចដែរមកស្ទុះក្រោយមកហ្នឹងដោយកម្លាំងដែលខ្ញុំខំប្រឹងណាខ្ញុំចង់ដឹងទៅបើកភ្នែកទៅក៏អត់មានឃើញមនុស្សអីទាំងអស់តែមានអារម្មណ៍ថាមិញហ្នឹងគឺមានមនុស្សស្រីម្នាក់មកឈ្ងោកនៅមុខខ្ញុំដែលចេញពីតលេហ្នឹងណារហូតដល់ខ្ញុំសង្ស័យខ្ញុំក៏បានទៅប្រាប់ជាមួយនឹងអ្នកដែលជាប៉ូលីសពាក់ព័ន្ធឯផ្សេងៗហ្នឹងថាឲ្យមកជួយរកមើលលោមានសាកសពនៅក្នុងហ្នឹងព្រោះមានបាត់ភ្នោមិនល្អពេលហ្នឹងយើងក៏បានរកអស់រយៈពេល 2-3 ថ្ងៃទើបយើងរកឃើញសាកសពនារីម្នាក់រហូតដល់យើងស៊ើបដឹងរឿងក្តីនេះទៅខាងប៉ូលីសក៏បានបោះដៃមកយើងថាស្ត្រីម្នាក់ហ្នឹងត្រូវបានបាត់បង់ជីវិតឲ្យគេធ្វើឃាតកម្មហើយតមកក៏ចាប់បានជនដល់ដែរក៏ទទួលទោសតាមច្បាប់ចាប់តាំងពីពេលនោះមកគឺខ្ញុំអត់ដាហ៊ានទៅបបកត្រីនៅកន្លែងហ្នឹងទេណាមួយកន្លែងហ្នឹងគេអភិរក្សគេមិនឲ្យទៅនេសាទខុសច្បាប់ផងដែរសាច់រឿងយើងត្រូវបានដល់ទីបញ្ចប់បាយ